ជានៅក្នុងរយៈពេលចុងក្រោយនេះចំនួនអ្នកជក់គ្រឿងញៀននៅកម្ពុជាដែលរកឃើញចុះក្នុងបញ្ជីស្ថិតិហាក់មានចំនួនថយចុះបន្តិចក្តីក៏ប៉ុន្តែគ្រឿងញៀនដែលនៅតែជាកង្វល់យ៉ាងចម្បងបំផុតរបស់សង្គមពីព្រោះដោយលោកអ្នកនាងបានជ្រាបស្រាប់ហើយថាគ្រឿងញៀនវាដូចជាផ្លែសន្ទូចស្ទួយត្រីដូច្នោះបើយើងសាកល្បងនោះវានឹងជាប់ពិបាកនឹងដោះខ្លួនលើពីនេះទៅទៀតគ្រឿងញៀនមានច្រើនប្រភេទណាស់ពពួកគ្រឿងញៀនធម្មជាតិនិងពាក់កណ្ដាលសំយោគមានជាអាភៀនម៉ូហ្វីនឬក៏ហេរ៉ូអ៊ីនដែលអាចធ្វើការព្យាបាលបានឯចំណែកពពួកគ្រឿងញៀនសំយោគវិញពុំទាន់មានមធ្យោបាយព្យាបាលទេដើម្បីឲ្យបានជ្រាបកាន់តែច្បាស់អំពីគ្រោះថ្នាក់និងមធ្យោបាយនៃការព្យាបាលផ្ដាច់គ្រឿងញៀនសូមអញ្ជើញស្ដាប់បទសម្ភាសន៍របស់នាងខ្ញុំជាមួយនឹងលោកវិជ្ជបណ្ឌិតមាសវរិទ្ធនាយកមន្ទីរពិសោធន៍គ្រឿងញៀននៃអគ្គលេខាធិការដ្ឋានជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកម្ពុជាជម្រាបសួរលោកវិជ្ជបណ្ឌិតគ្រឿងញៀនដែលធ្វើចរាចរណ៍នៅប្រទេសកម្ពុជានោះមានទម្រង់បែបណាខ្លះដែរទៅចាក្នុងប្រភេទណាខ្លះចាបាទការធ្វើចរាចរណ៍ទាំងការជួញដូរការចរាចរណ៍ឆ្លងកាត់និងការប្រើប្រាស់គឺភាគច្រើនមានយើងសង្កេតឃើញមានពពួក ATS ដែលគេហៅថា Amphetamine Thai Stimulant ហើយនឹងបន្ទាប់មកទៀតគឺពពួក Heroin គ្រឿងញៀនវាជាបន្ទុកមួយរបស់សង្គមយ៉ាងចម្បងផងហើយលើពីនេះទៅទៀតអ្នកដែលប្រព្រឹត្តគ្រឿងញៀនផ្ទាល់តែម្ដងនោះនឹងអាចជួបគ្រោះថ្នាក់ដល់សុខភាពណាមិនថាអញ្ចឹងលោកគ្រូពេទ្យតើអ្វីខ្លះទៅជាគ្រោះថ្នាក់ដែលបង្កឡើងដោយសារតែគ្រឿងញៀននេះចា៎បាទគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀនគឺយើងត្រូវពិចារណាលើហេតុផលថាគ្រឿងញៀនក្រោយពីមានអ្នកប្រើប្រាស់គ្រឿងញៀនបានជ្រាបចូលក្នុងខ្លួនវាធ្វើឲ្យរំខានទៅដល់សុខភាពអ្នកប្រើប្រាស់តែម្ដងនិងអ្នកប្រើប្រាស់នោះអាចស្លាប់នេះគឺចំណុចទី1ចំណុចទី2គឺគាត់បង្កបញ្ហានៅក្នុងគ្រួសារដោយសារអ្នកដែលប្រើប្រាស់គ្រឿងញៀនស្ថិតនៅក្រោមឥទ្ធិពលរបស់គ្រឿងញៀនទី3គឺគាត់បង្កគ្រោះថ្នាក់ដល់អ្នកដទៃណាអ្នកដទៃនេះគឺនិយាយរួមគឺបញ្ហាសង្គមនេះតែម្ដងចា៎ហើយដែលជាការវិវត្តពីគ្រួសារទៅដល់សង្គមវាអាចរំខានទៅដល់ការអភិវឌ្ឍប្រទេសជាតិនិងការប៉ះពាល់ទៅដល់ធនធានមនុស្សបើសិនបើអ្នកប្រើប្រាស់គ្រឿងញៀនគឺជាពពួកយុវជនទៅវិញចាបើសិនជាយើងបែងចែករវាងអ្នកដែលប្រព្រឹត្តគ្រឿងញៀនក្មេងៗនិងមនុស្សដែលពេញវ័យអ្នកណាដែលងាយទទួលរងគ្រោះថ្នាក់ជាងគេនោះចាបាទអ្នកដែលងាយទទួលរងគ្រោះថ្នាក់ជាងគេគឺពពួកឈានចិត្តដល់យុវវ័យហើយនិងយុវវ័យនេះតែម្ដងដែលយើងបានសង្កេតឃើញមានការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាហើយយ៉ាងណាវិញប្រទេសជិតខាងក៏យើងសង្កេតឃើញយ៉ាងដូចនេះដែរគឺថាភាគច្រើនគឺពពួកក្មេងៗហើយនិងយុវវ័យនេះតែម្ដងដែលគាត់មានភាពភ្លើតភ្លើនចេះតែចង់ភ្លក់ចង់សាកល្បងដែលគាត់មិនបានដឹងអំពីអត្ថប្រយោជន៍អាក្រក់របស់គ្រឿងញៀនគ្រឿងញៀនគឺជាផ្លែសន្ទូចបើកាលណាយើងសាកល្បងយើងដូចយើងជាប់ទៅនឹងផ្លែសន្ទូចចឹងដូចត្រីស៊ីសន្ទូចជាប់ផ្លែសន្ទូចចឹងហើយពិបាកនឹងធ្វើការដោះលែងចាងាកចេញពីការប្រើប្រាស់ហើយនឹងពិបាកនឹងធ្វើការបំភ្លេចវាចាថាតើគេអាចសម្គាល់បានថាជនរូបនេះម្នាក់នេះឬក៏ម្នាក់នោះជក់គ្រឿងញៀនបានដែរឬទេចាដោយភ្នែកទទេគេអាចមើលដឹងទេចាជាទូទៅប្រសិនបើគេបានប្រើប្រាស់ហើយឈានទៅដល់ដំណាក់កាលញៀនគឺគេអាចកត់សម្គាល់ឃើញនៅចំណុចសំខាន់មួយចំនួនដែលអាចកត់សម្គាល់បានក៏ប៉ុន្តែតាមលក្ខណៈវិទ្យាសាស្ត្រការវាយតម្លៃថាអ្នកណាម្នាក់ប្រើប្រាស់គ្រឿងញៀននោះត្រូវតែឆ្លងកាត់ការធ្វើតេស្តទឹកនោមធ្វើតេស្តឈាមដើម្បីរកវត្តមាននៃសារធាតុញៀនដែលគេបានប្រើប្រាស់វាមិនខុសអំពីជំងឺអេដដើម្បីកំណត់ថាអ្នកណាម្នាក់បានផ្ទុកវីរុស HIV គឺត្រូវតែឆ្លងកាត់ការធ្វើតេស្តរោគមេរោគ HIV ចំណែកគ្រឿងញៀនគឺដូចនេះដែរប៉ុន្តែបើសិនជាអ្នកប្រើប្រាស់គ្រឿងញៀនក៏បានឈានចូលទៅដល់កម្រិតយើងអាចកត់សម្គាល់ឃើញថាគាត់មានអាកប្បកិរិយាប្រែប្រួលមិនសម្អាតខ្លួនចូលចិត្តនៅតែឯងឆាប់ឆេវឆាវឬក៏ទឹកមុខមានការផ្លាស់ប្ដូរប្រែប្រួលដោយសារគាត់ប៉ះពាល់ទៅលើប្រព័ន្ធចក្ខុវិញ្ញាណនិងសោតវិញ្ញាណចានឹងការជំនាញផងដែរចានៅពេលដែលបុគ្គលម្នាក់បានប្រព្រឹត្តគ្រឿងញៀនហើយជាប្រចាំដល់ពេលថ្ងៃមួយដែលគាត់អស់គ្រឿងញៀនទៅពេលនោះនឹងមានរោគសញ្ញាញៀនចេញមកតើសញ្ញារោគញៀននោះមានអ្វីខ្លះដែរទៅបាទរោគសញ្ញាញៀនហ្នឹងគឺមានការប្រែប្រួលទៅតាមប្រភេទរបស់គ្រឿងញៀនសម្រាប់រោគសញ្ញារបស់អ្នកប្រើប្រាស់ភេទហេរ៉ូអ៊ីនវិញរោគសញ្ញារបស់វាគឺចំណែកពេលដែលគាត់បានបញ្ឈប់ការប្រើប្រាស់ភាគច្រើនដូចជាការចុកដៃចុកជើងក្អួតចង្អោរចុកក្នុងពោះឈឺចាប់ក្នុងសាច់ដុំរីករូសបែកញើសជាដើមនេះគឺជារោគសញ្ញាដែលរោគសញ្ញាទាំងនេះធ្វើឲ្យអ្នកញៀននឹងពិបាកនឹងទ្រាំតែទាមទារឲ្យគាត់នឹងមានបំណងចង់ប្រើប្រាស់
គ្រឿងញៀនបន្ថែមទៀតនៅពេលដែលគាត់បានប្រើប្រាស់គ្រឿងញៀនរោគសញ្ញាហ្នឹងនឹងបាត់ទៅវិញឯងចុះតើគេអាចជួយសង្គ្រោះនិងព្យាបាលអ្នកញៀននោះបានដែរឬទេចា៎បាទមកទល់បច្ចុប្បន្ននេះគេអាចជួយសង្គ្រោះបានបើយើងនិយាយរួមវិធានការព្យាបាលគឺយើងជាទូទៅយើងកំណត់ជាពីរប្រភេទធំៗគឺថាការញៀននិងគ្រឿងញៀនប្រភេទធម្មជាតិឬក៏ពាក់កណ្ដាលសង្យោគហើយនឹងការញៀននិងគ្រឿងញៀនប្រភេទសង្យោគចំពោះធម្មជាតិនិងពាក់កណ្ដាលសង្យោគដែលផ្ដោតសំខាន់ទៅលើ heroin ឬក៏ morphine អាភៀននេះគេមានវិធានការព្យាបាលត្រឹមត្រូវហើយអាចនឹងជាសះស្បើយបានប្រសិនបើអនុវត្តឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសដែលគេបានកំណត់ដោយឡែកចំពោះអ្នកដែលញៀនទៅនឹងប្រភេទគ្រឿងញៀនសំយោគដែលគេហៅថា ATS គឺសម្រាយរបស់វា amphetamine Thai stimulant នេះគឺវិធានការព្យាបាលមកដល់ពេលនេះមិនទាន់មានរូបមន្តឬពិធីសាស្ត្រព្យាបាលឲ្យបានត្រឹមត្រូវជារួមនៅឡើយទេសូម្បីតែអង្គការសុខភាពពិភពលោកក៏ពុំទាន់ចេញជារបៀបឬក៏ប្រូតូកូលសម្រាប់ធ្វើការព្យាបាលក៏ប៉ុន្តែគេបាននឹងកំពុងសាកល្បងស្រាវជ្រាវដើម្បីរកវិធានការជួយព្យាបាលដោយប្រើប្រាស់ថ្នាំដែលមានឥទ្ធិពលប៉ះពាល់ទៅលើសរសៃប្រសាទដើម្បីជួយលើកទឹកចិត្តចាហើយដូច្នេះហើយបាននិយាយថាមិនត្រូវសាកល្បងទេចាចុះប៉ុន្តែបើសិនជាទូទៅការព្យាបាលត្រូវការប្រើពេលរយៈពេលយូរដែរទេចាបាទវិធានការព្យាបាលគឺត្រូវការរយៈពេលយូរអាស្រ័យទៅលើប្រភេទគ្រឿងញៀនដែលគេប្រើប្រាស់ប្រសិនបើប្រភេទគ្រឿងញៀនដែលគេប្រើប្រាស់នោះមិនទៅសតឲ្យរយៈពេលនៃការប្រើប្រាស់របស់បុគ្គលនោះមានក្នុងរយៈពេលខ្លីគេហៅថាមិនដោះស្លែឬក៏មិនកាត់ឬក៏មិនញៀនខ្លាំងនោះគឺការព្យាបាលធានការព្យាបាលរយៈពេលខ្លីយ៉ាងយូរត្រឹមតែ3ខែគឺដំណាក់កាលទី1គេធ្វើការបន្សាបជាតិញៀនសិនការបន្សាបនោះខ្មែរយើងប្រើប្រាស់បន្សាបតែពាក្យបច្ចេកទេសគេហៅថា detoxification គឺថាធ្វើឲ្យជាតិញៀនចេញអស់ពីក្នុងខ្លួនរួចហើយរោគសញ្ញាញៀននឹងចេញនៅពេលដែលរោគសញ្ញាញៀនចេញនេះវិធានការព្យាបាលនឹងត្រូវចាប់ផ្ដើមដើម្បីជួយឲ្យរោគសញ្ញានោះបាត់នៅពេលបុគ្គលនោះបាត់នៅរោគសញ្ញាហើយអស់ជាតិញៀនក្នុងខ្លួនគាត់អាចមានស្មារតីមកមិនមកប្រកបដីទេអាចមានស្មារតីល្អប្រសើរជាងមុនក្នុងកំឡុងពេលក្រោយបន្សាបឧទាហរណ៍ថាយើងបន្សាបក្នុងរយៈពេល10ថ្ងៃរយៈពេលនៃការព្យាបាលរោគសញ្ញាញៀនអាចមានពី1ខែទៅ2ខែទៅ3ខែអាស្រ័យទៅលើរោគសញ្ញាដែលនៅតែកើតមានបន្តហើយត្រូវបានរកឃើញដោយគ្រូពេទ្យដែលមានឯកទេសណានៅពេលដែលយើងបានជួយបំបត្តិរោគសញ្ញាទាំងអស់នោះបានដំណើរការនៃការព្យាបាលគេហៅថាស្ដារនីតិសម្បទាបន្តគឺថាធ្វើឲ្យបុគ្គលនឹងអាចធ្វើការងារអីបានសន្សំរហូតគាត់អាចភ្លេចទៅវិលទៅរកការប្រើប្រាស់គ្រឿងញៀនតាមវិធីការនានាចាឧបមាថានៅក្នុងគ្រួសារមួយមានម្ដាយឪពុកដែលគាត់សង្ស័យថាកូននោះមានតាក់ទងនឹងគ្រឿងញៀនតែគាត់គួរធ្វើដូចម្ដេចដែរចាបាទនេះគឺជាសំណួរមួយដែលមានសារៈសំខាន់សម្រាប់អាណាព្យាបាលទាំងឡាយគឺថានៅពេលដែលគាត់មានបញ្ហាសង្ស័យគាត់ត្រូវតាមសង្កេតមើលថាតើកូនរបស់គាត់នឹងទាំងស្រីឬក៏ប្រុសនោះគាត់មានជាប់ជំពាក់ទៅនឹងការប្រើប្រាស់គ្រឿងញៀនដែរឬទេប្រសិនបើយើងមានមូលដ្ឋានសង្ស័យគ្រប់គ្រាន់យើងអាចធ្វើតេស្តទឹកនោមដើម្បីបញ្ជាក់ឲ្យបានច្បាស់ថាកូនរបស់គាត់នឹងបានប្រើប្រាស់សារធាតុញៀនប្រភេទណាដោយបញ្ជូនតេស្តដោយបញ្ជូនទឹកនោមមកមន្ទីរពិសោធន៍គ្រឿងញៀនយ៉ាងមកយើងជួយធ្វើទី2គាត់ត្រូវកាតព្វកិច្ចរាយការណ៍សុំអន្តរាគពីអាជ្ញាធរមានសមត្ថកិច្ចជារួមគឺគាត់អាចទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតដែលគេហៅអតីតមន្ទីរពេទ្យសូវៀតនោះនៅទីនោះគេបានផ្ដល់សេវាប្រឹក្សាផងនិងផ្ដល់សេវាពិគ្រោះនិងព្យាបាលផងអរគុណលោកវិជ្ជបណ្ឌិតសូមបញ្ជាក់ថាលោកវិជ្ជបណ្ឌិតមាសវរិទ្ធគឺជានាយកមន្ទីរពិសោធន៍គ្រឿងញៀននៃអគ្គលេខាធិការដ្ឋានជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន